បាទថ្ងៃជោគថ្ងៃជ័យថ្ងៃជាពលាបានបាទថ្ងៃនេះគឺជាថ្ងៃបើកសាច់មាត្ររបស់ទូកបាទខាងវត្តរកាកណ្ដាលអ្នកក្រុងក្រចេះខេត្តក្រចេះឯណោះបាទគឺទាំងរូបភាពនិងសម្លេងបាទគឺបានបញ្ជូនមកហើយបាទបងប្រុសអ្នកខាងរកាកណ្ដាលហ្នឹងបាទក៏តែងតែបញ្ជូនបាទរូបភាពនិងវីដេអូមកបាទព្រោះថាវានៅឆ្ងាយណាស់បាទខ្ញុំមិនអាចធ្វើដំណើរទៅថតជារៀងរាល់ថ្ងៃនោះទេបាទបើសិនជាចិត្តហ្នឹងខ្ញុំទៅថតដូចរាល់ថ្ងៃហ្នឹងប៉ុន្តែនៅឆ្ងាយខ្ញុំត្រូវការរយៈពេលមួយសប្តាហ៍ថ្ងៃសៅរ៍អាទិត្យទៅបានទៅថតម្ដងបាទអញ្ចឹងគឺហើយថ្ងៃនេះគឺថ្ងៃជោគថ្ងៃជ័យណាដែលបានបើកសាច់មាត្រហើយបាទមេជាងបាទគាត់កំពុងតែដុតដៃដុតជើងណាបាទដូចជាបងជាងក្មេងតូចបាទកំពុងតែពំភ្លក់ភ្លើងយ៉ាងហុយយ៉ាងត្រឡោមបាទអញ្ចឹងនៅប្រហែលជា10ថ្ងៃទៀតបាទនៅខាងវត្តរកាកណ្ដាលនឹងទទួលបានទូកខ្នាតអន្តរជាតិមួយមិនមែនតែមួយទេដូចជា2គ្រឿងតែម្ដងបាទគឺ2គ្រឿងតែម្ដងបានទទួលទូកខ្នាតអន្តរជាតិចំនួន2គ្រឿងសម្រាប់អ៊ំកំសាន្តនៅពេលបុណ្យកឋិនទានយើងនេះបាទប្រហែលជាតាន់ហើយបាទទៅអត់តាន់បុណ្យកឋិនហើយបាទអញ្ចឹងឡើងប្រើទូកចាស់ទៀតហើយបាទថ្មីជ្រើតែម្ដងបាទអញ្ចឹងពុកម៉ែបងប្អូនដែលដឹងថាឈ្មោះទូកនេះឈ្មោះអីនោះបាទជួយខមមិននៅក្រោមវីដេអូនេះផងបាទអញ្ចឹងសូមអរគុណសូមធ្វើវីដេអូតែប៉ុណ្ណេះទេបាទអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានទស្សនាវីដេអូរបស់ admin រហូតមកបាទ admin មិនសូវអាចចេញមុខទេបាទប៉ុន្តែបងប្អូននឹងនៅតែបន្តគ្រប់គ្រងការធ្វើវីដេអូរបស់ admin ទៀតបាទអញ្ចឹងជាចុងក្រោយនេះមានតែម្រាមដៃ10អរគុណដល់ពុកម៉ែបងប្អូនហើយសម្រាប់ចុងខែ10នេះគឺនឹងមានចែកអាវសម្រាប់ top fan ផងបាទអញ្ចឹងសូមអរគុណសូមជម្រាបលា